ឧត្តមសេនីយ៍តូសេងធីរិនចាត់វិធានការប្រតិបត្តិការបង្ក្រាបបទល្មើសដឹកលៀសខុសច្បាប់ចំនួន30តោនក្នុងខេត្តកំពង់ធំនៅយប់ថ្ងៃទី3ខែតុលាឆ្នាំ2025វេលាម៉ោង 2:30 នាទីយប់ឧត្តមសេនីយ៍តូសេងធីរិនប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបបានចាត់តាំងកម្លាំងអង្គភាពចំណុះយុទ្ធភូមិភាគទី5ដឹកនាំដោយវីរសេនីយ៍តូសវិបុលសហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករោងកំពង់ឆ្នាំងនិងកម្លាំងការិយាល័យទី2កងទ័ពជើងគោកចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងដឹកលៀសដោយខុសច្បាប់ចំនួន30តោនស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទងខេត្តកំពង់ធំប្រតិបត្តិការបង្ក្រាបនេះបានឃាត់រថយន្តសរុបចំនួន3គ្រឿងរួមមានរថយន្ត Fuso ចំណុះ5តោនផ្ទុកលៀសចំនួន15តោនរថយន្តកូរ៉េចំណុះ5តោនផ្ទុកលៀសចំនួន10តោនរថយន្តកែច្នៃផ្ទុកលៀសចំនួន5តោននិងអ្នកបើកបររថយន្តចំនួន3នាក់បញ្ជូនទៅមន្ត្រីជំនាញកងកម្លាំងអាវុធហត្ថខេត្តកំពង់ធំក៏សាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយឡែកលៀសដែលឃាត់បានប្រគល់ជូនមន្ត្រីជំនាញនិងកងទ័ពបានដឹកជញ្ជូនយកទៅចាក់ចូលក្នុងបឹងទន្លេសាបវិញឧត្តមសេនីយ៍តូសេងធីរិនបានបញ្ជាក់ថាទោះបីកងទ័ពចាប់ដៃការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តីតែដៃម្ខាងការពារទឹកដីនិងដៃម្ខាងបន្តការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាបដោយបន្តបង្ក្រាបបទល្មើសផ្សេងៗដូចជាឆក់ក្តៅត្រជាក់ដាក់របាំងស្បៃលបបន្រាវក្នុងតំបន់ព្រៃលិចទឹកនិងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃដោយពុំមានការលើកលែងនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាបាននូវការការពារធនធានធម្មជាតិជីវៈចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែកនិងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ